ថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ក្លាយជាថ្ងៃសំខាន់មួយក្នុងប្រវត្តិសាស្ត្រសន្តិសុខមជ្ឈមបូព៌ាថ្ងៃនេះអ៊ីស្រាអែលបានប្រកាសបើកការវាយប្រហារជាមុនលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ជាពិសេសនៅជុំវិញរាជធានីតេរ៉ានព្រឹត្តិការណ៍នេះមិនមែនជាការបាតុកិច្ចធម្មតានោះទេប៉ុន្តែជាចំណុចរបត់អាចផ្លាស់ប្ដូរទិសដៅនយោបាយនិងយោធារបស់តំបន់ទាំងមូលក្នុងរយៈពេល30ថ្ងៃបន្ទាប់ស្ថានភាពអាចឈានទៅដល់ការគ្រប់គ្រងបានឬអាចបំលែងទៅជាសង្គ្រាមតំបន់ពេញលេញការប្រឆាំងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់មានឫសគល់យូរណាស់មកហើយចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ1979ដែលអ៊ីរ៉ង់បានកំណត់អ៊ីស្រាអែលជាគូប្រជែងផ្នែកយុទ្ធសាស្ត្រក្នុងរយៈពេលជាច្រើនទសវត្សរ៍ការប្រយុទ្ធមិនបានបង្ហាញជាសង្គ្រាមបែបផ្លូវការនោះទេប៉ុន្តែបន្តក្នុងទម្រង់បែបសាដូវ័ររួមមានការវាយប្រហារតាមបណ្ដាញ Cyber ការបំផ្លាញស្ថាប័នយោធានិងការប្រើប្រាស់ក្រុមប្រក់ស៊ីនៅក្នុងតំបន់អ៊ីស្រាអែលបានបន្តអះអាងថាកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់អ៊ីរ៉ង់ជាគ្រោះថ្នាក់អាទិភាពខណៈអ៊ីរ៉ង់វិញបានប្រកាសថាសកម្មភាពរបស់ខ្លួនគឺសម្រាប់ការពារខ្លួននិងបង្កើនឥទ្ធិពលតំបន់កត្តានេះបានបង្កើតស្ថានភាពដែលភាគីទាំងពីររស់នៅក្រោមសម្ពាធពីការវាយប្រហារដែលអាចកើតឡើងបានគ្រប់ពេលគោលលទ្ធិយោធារបស់អ៊ីស្រាអែលផ្អែកលើការវាយប្រហារជាមុនដោយសារភូមិសាស្ត្ររបស់ខ្លួនមានទំហំតូចនិងគ្មានយុទ្ធសាស្ត្របែបស៊ីជម្រៅប្រសិនបើសត្រូវវាយប្រហារដោយមីស៊ីលចម្ងាយវែងក្នុងចំនួនច្រើនការខូចខាតអាចកើតឡើងយ៉ាងធ្ងន់ធ្ងរដូច្នេះការវាយប្រហារជាមុនត្រូវបានពិចារណាថាជាវិធីសាស្ត្រទប់ស្កាត់មុនគ្រោះថ្នាក់ការវាយប្រហារថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ត្រូវបានគេជឿថាមានគោលដៅលើមជ្ឈមណ្ឌលបញ្ជាការស្ថាប័នយោធានិងប្រព័ន្ធការពារអាកាសមានបច្ចេកវិទ្យាទំនើបៗជាច្រើនដែលត្រូវបានគេប្រើប្រាស់នេះបង្ហាញថាសង្គ្រាមសម័យថ្មីមិនត្រឹមតែបាញ់គ្រាប់បែកប៉ុណ្ណោះនោះទេប៉ុន្តែវាជាការប្រយុទ្ធបច្ចេកវិទ្យានិងព័ត៌មានសម្ងាត់បើទោះបីអ៊ីរ៉ង់មិនមានអាកាសយានទំនើបដូចអ៊ីស្រាអែលក៏ដោយវាមានអត្ថប្រយោជន៍ផ្នែកបរិមាណនិងយុទ្ធសាស្ត្រអ៊ីរ៉ង់មានមីស៊ីល ballistic ចម្ងាយមធ្យមនិងវែងដែលអាចឈានដល់គោលដៅក្នុងប្រទេសអ៊ីស្រាអែលលើពីនេះវាបានអភិវឌ្ឍសមត្ថភាពដែលអាចបង្កការលំបាកដល់ប្រព័ន្ធការពារអាកាសជាច្រើនរបស់អ៊ីស្រាអែលយុទ្ធសាស្ត្រសំខាន់មួយរបស់អ៊ីរ៉ង់គឺការប្រើប្រាស់ proxy force នៅតំបន់ដើម្បីបើកមុខសង្គ្រាមច្រើនទិសក្នុងពេលតែមួយប្រសិនបើមុខសង្គ្រាមទី2ឬក៏ទី3ត្រូវបានបើកនោះអ៊ីស្រាអែលអាចត្រូវបែងចែកធនធានយោធារបស់ខ្លួននិងបាត់បង់អត្ថប្រយោជន៍ផ្នែកអាកាសក្នុងរយៈពេល30ថ្ងៃដំបូងសេណារីយ៉ូយោធាត្រូវបានគេមើលឃើញដូចតទៅសប្តាហ៍ទី1ការបាញ់មីស៊ីលនិងដ្រូនជាបន្តបន្ទាប់ប្រព័ន្ធការពារអាកាសរបស់អ៊ីស្រាអែលអាចទប់ទល់បានភាគច្រើនប៉ុន្តែមិនបាន 100% នោះទេការវាយប្រហារតាមបណ្ដាញ Cyber អាចកើតមានឡើងរវាងភាគីទាំងពីរសប្តាហ៍ទី2ហានិភ័យនៃការពង្រីកចំនួនទៅ proxy front ការគម្រាមកំហែងដល់ផ្លូវដឹកជញ្ជូនថាមពលអាចធ្វើឲ្យតម្លៃប្រេងពិភពលោកកើនឡើងខ្ពស់សប្តាហ៍ទី3និងទី4ជំហានសម្រាប់ការប្រយុទ្ធកម្រិតកំណត់សង្គ្រាមពេញលេញការចរចាបញ្ឈប់ការបាញ់ប្រហារចំនួននេះអាចប៉ះពាល់ដល់ទីផ្សារថាមពលសេដ្ឋកិច្ចពិភពលោកនិងសម្ព័ន្ធភាពយោធាប្រទេសមហាអំណាចអាចត្រូវធ្វើជំរើសពិបាករវាងការគ្រប់គ្រងភាគីណាមួយនិងការទប់ស្កាត់ការពង្រីកសង្គ្រាមបើការប្រយុទ្ធពង្រីកទៅលើផ្លូវដឹកជញ្ជូនសំខាន់ៗនោះវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ីនិងអឺរ៉ុបយ៉ាងធ្ងន់ធ្ងរសរុបមកត្រឹម30ថ្ងៃបន្ទាប់ពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026គឺជារយៈពេលសំខាន់ដែលអាចកំណត់អនាគតមជ្ឈមបូព៌ាប្រសិនបើការទប់ស្កាត់មានប្រសិទ្ធភាពនិងមានសម្ពាធការទូតគ្រប់គ្រាន់ចំនួនអាចត្រូវបានគ្រប់គ្រងប៉ុន្តែបើការឆ្លើយតបពង្រីកនិងមហាអំណាចចូលរួមដោយផ្ទាល់វាអាចក្លាយទៅជាសង្គ្រាមតំបន់ពេញលេញសង្គ្រាមនេះអាចបង្ហាញថានៅក្នុងសតវត្សទី21ការប្រយុទ្ធមិនត្រឹមតែជាកម្លាំងយោធាប៉ុណ្ណោះនោះទេប៉ុន្តែជាការប្រកួតប្រជែងបច្ចេកវិទ្យាព័ត៌មាននិងការទប់ស្កាត់ផ្នែកយុទ្ធសាស្ត្រអនាគតមជ្ឈមបូព៌ានឹងអាស្រ័យលើការសម្រេចចិត្តក្នុងរយៈពេល30ថ្ងៃបន្ទាប់